ជំរាបសួរថ្ងៃនេះខ្ញុំបាននាំគ្នាមកដើររាវរកខ្ចៅស្រែតាមអូរតាមប្រឡាយបងប្អូនណាអ្នកបងប្អូនអើយបន្ទាប់ពីភ្លៀងហើយមកមានទឹកតាមអូរតាមប្រឡាយអញ្ចឹងខ្ចៅវាសម្បូរខ្ចៅស្រែយើងវាចេញមកច្រើនបងប្អូនឥឡូវយើងចាប់ដើមដើររាវដើរអីអញ្ចឹងណានាំគ្នាដើររមកគឺធម្មជាតិទៀតហើយបើអញ្ចឹងបងប្អូនណានេះมันគេហៅថាធម្មជាតិពិតតែម្ដងរាវជាក់ស្ដែងតែម្ដងនៅតាមវាស្រែតែម្ដងណាបងប្អូនណានឹងបានន័យថាយើងហូបទៅបានន័យថាធម្មជាតិហើយអញ្ចឹងណាបងប្អូនណានេះក៏កំពុងតែរហបងប្អូនអើយហើយបានប្រហែលជាកន្លះធុងមកគាត់ដែរណាមើលទៅហើយជំនាញដែរតាមការរកគាត់នេះបងប្អូនជំនួយបងប្អូនមើលអូបានកន្លះធុងបាត់ហើយបងប្អូនអើយសតតែមានទាំងពីខ្ចៅទាំងពីខ្យងមានទាំងពីក្រុមអញ្ចឹងបងប្អូនណាយើងរាវបានទាំង2ទាំង3អត់ខាតទេមានទាំងពីខ្ចៅមានទាំងពីក្រុមទៀតអញ្ចឹងណាហើយគោលបំណងដែលយើងរកខ្យងរកខ្ចៅនេះរកខ្ចៅនេះដែរគោលបំណងយើងចង់ឆាគ្រឿងជាមួយនឹងត្រកួនអញ្ចឹងណាបងប្អូនណាហើយត្រកួននៅក្នុងបន្លែហ្នឹងមានទៀតអ្វីដែលគឺយើងគឺសុទ្ធតែបែបធម្មជាតិតែម្ដងអញ្ចឹងណាហើយបើសិនជាចាស់ទៀតគាត់ជំនាញរបស់គាត់ហើយបងប្អូនចាស់តែឃើញគាត់រៀបបានប៉ុណ្ណេះហើយគឺដឹងតែបានច្រើនហើយដោយសារចាស់គាត់ជំនាញគាត់ក្នុងការរាវខ្ចៅរាវខ្យងហើយមិនក្មេងៗឥឡូវក៏ពិបាកដែរអញ្ចឹងណាអញ្ចឹងរតម្រាំតបានក្មេងៗហ្នឹងធ្វើការដោយលះលាស់អញ្ចឹងណាបងប្អូនណានេះបងប្អូនគាត់រាវតែមួយកន្លែងហ្នឹងទេមិនន័យថាអត់ដើរតាណាទេគឺសម្បូរខ្ចៅលើកដាក់អញ្ចឹងកន្លែងហ្នឹងគឺមានជំរះអីចឹងទៅច្រើនហ្នឹងទៅគាត់រាវទៅសម្បូរទៅខ្ចៅតែម្ដងអញ្ចឹងណាហើយខ្ចៅស្រែយើងទៀតកម្រនឹងបានហូបណាហើយបើសិនណាយើងទិញគេបងប្អូនឥឡូវយើងចាប់ដើមងើបមកផ្ទះវិញហើយបងប្អូនណាណែបងប្អូនបានកន្លះធុងបាត់ហើយណែបងប្អូនឲ្យបងប្អូនមើលតិចមើលស៊ូមមើលតិចមើលបងប្អូនណាណែបងប្អូនសើខ្ចៅសើខ្យងជាភាសាយើងមានក្រុមនៅខាងក្រោមអញ្ចឹងណាយើងបានទាំង3ប្រភេទថ្ងៃនេះប្រហែលជាឆ្ងាញ់ណាស់បងប្អូនណាទៅឆាគ្រឿងឆាក្តៅមើលឆ្ងាញ់ប៉ុន្មានដែររបស់ធម្មជាតិបងប្អូនណាឥឡូវនេះបន្ទាប់ពីយើងយកមកប្រោះវាត្រាំទឹកណាបានមកយប់ពីយប់ឲ្យវាចេញដីអស់ហើយចេញដីចឹងអីចឹងទៅយើងត្រាំវាទៅណែបងប្អូនលក់ឲ្យបងប្អូនមើលមិនទៅស្អាតទេបងប្អូនណាច្រាស់ដីច្រាស់អីចឹងទៅបងមើលទៅតំណងគូហូបដែរណាមើលទៅតំណងធំណាបងប្អូនណាវាដើមចេះគឺវាធំអត់មានតូចទេស្រួលហូបមានតែនចឹងបងប្អូននៅពេលដែលឆាគ្រឿងយើងយកទៅវាទៅស្ងោរវាអីហើយចឹងទៅយើងចាក់វាយកតែសាច់ទេដើម្បីយើងត្រៀមនឹងឆាគ្រឿងណាប៉ុន្តែស្ដាយបងប្អូនអើយខ្ញុំអត់បានថតកន្លែងសកម្មភាពដែលកំពុងតែឆាឥឡូវឆ្អិនហើយបងប្អូនណាឆ្អិនហើយគឺយើងបានដុសគ្នាហូបចែកគ្នាហូបញ៉ៃបាត់ទៅហើយបងប្អូនណាឆ្អិនហើយចឹងហើយគឺលាយមួយម្ទេសក្តៅគឺហឹរឆ្ងាញ់តែម្ដងបងប្អូនណាជាតិណាគាត់ថាយើងបានភ្លក់គឺតំណងឆ្ងាញ់បងប្អូនណានេះគេហៅថាគ្រឿងសមុទ្របែបស្រុកស្រែគឺតាមបន្លែតាមអូគឺឆ្ងាញ់មែនទែនបងប្អូនណាមកបងប្អូនមកញ៉ាំទាំងអស់គ្នាអរគុណ